ពេជ្រសម្បត្តិក្រោយពីទទួលបានជ័យជំនះពីប្រកួតធំនៅទឹកដីសហរដ្ឋអាមេរិកមកដល់ស្រុកខ្មែរហើយក៏បន្តនៅតែប្រឹងប្រែងហាត់មកដល់ហើយឥឡូវកំពុងតែទាត់សមជាមួយសិស្សប្អូនបាទនៅនឹងមុខចំពោះលោកគ្រូផាន់តែម្ដងបាទលោកគ្រូកម្លាំងបាយហ្នឹងគេដាក់រហស្សនាមគាត់ណាបាទមែនតើទៅសិស្សលោកគ្រូផាន់បច្ចុប្បន្ននេះទទួលបានការគាំទ្រពី sponsor ធំនៅក្នុងប្រទេសក្រៅប្រទេសហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកទស្សនានឹងក៏គាំទ្រភ្លុកទឹកភ្លុកដីសង្វៀនណាកន្លែងបដាលណាក៏មានសិស្សលោកគ្រូផាន់ប្រកួតដែរมันខ្វះទីបងប្អូនមួយសប្តាហ៍ចេញយ៉ាស្ទើរតែគ្រប់កូនសិស្សគ្មានអ្នកនៅចាំរូងបដាលទេបងប្អូនឲ្យទៅដល់សុក្រសៅរ៍អាទិត្យនេះចេញហើយចេញច្រើនយ៉ាងនេះគឺដោយសារតែគុណភាពរបស់សិស្សគាត់ដែរបាទថាវៃឲ្យដឹងតែពីល្អមើលបាទក្លឹបលោកគ្រូផាន់ហើយគាត់សច្ចាក្នុងចិត្តដែរថាកូនសិស្សរបស់គាត់កាលណាចេញប្រកួតហើយមិនឲ្យអ្នកមើលខកបំណងទេលេងមកស្អាតគាត់ថាមកស្ងាញ់ភ្នែកមកល្អមើលនឹងលោកគ្រូផាន់បានបញ្ជាក់មកឥឡូវនេះពេជ្រសម្បត្តិសប្តាហ៍នេះគឺប្រកួតនៅស្ថានីយទូទួលបាយ័នបងប្អូនតែដើមខ្សែក្រវ៉ាត់នៅបាយ័នទៀតហើយបាទទៅមកពីអាមេរិកបានពីប្រកួតជ័យជំនះធំណាស់មែនតើទៅគុណខ្មែរយើងឥឡូវនេះទទួលបានការគាំទ្រពីពិភពលោកយ៉ាងត្រចះត្រចង់បងប្អូនយើងមានភ័ព្វសំណាងឱកាសល្អណាស់បានយកគុណខ្មែរទៅផ្សព្វផ្សាយនៅទឹកដីសហរដ្ឋអាមេរិកតាមរយៈសហព័ន្ធប្រដាល់គុណខ្មែរមានឯកឧត្តមខូវឆាយបាទនៅក្នុងនឹងក៏មានលោកគ្រូដូចជាលោកគ្រូផាន់បាទហើយនឹងអ្នកមួយចំនួនទៀតបានទៅដល់ទឹកដីអាមេរិកធ្វើឲ្យអ្នកនៅអាមេរិកភ្លឺភ្នែកបងប្អូនខ្មែរយើងនៅក្នុងណាក្មួយទូក្មេងពីមុននោះគឺស្គាល់តែមួយថៃបាទអត់ដឹងថាគុណខ្មែរនឹងយ៉ាងម៉េចឥឡូវនេះគឺស្គាល់អស់ហើយបងប្អូននៅកាណាដាក៏អញ្ចឹងនៅប៉ូឡូញនៅអេស្ប៉ាញបាទខ្ញុំបានបញ្ជូលដែរគាត់បានមកហាត់នៅក្លឹបលោកគ្រូសេនមុនថេនបាទគាត់ថាកូនគាត់គឺចង់ហាត់បដាគឺនឹកដល់មួយថៃស្រាប់ម្ដាយគាត់ប្រាប់ថាអត់ទេនៅស្រុកខ្មែរក៏មានបដាល់ដែរបាទអញ្ចឹងគាត់ហាត់នៅស្រុកថៃបានមួយខែដល់ហើយគាត់ចប់នៅនឹងគាត់មកហាត់នៅស្រុកខ្មែរបានគាត់ដឹងថាអូយក្បាច់គុណដែលល្អដែលខ្លាំងដែលជាម្ចាស់ដើមគឺនៅស្រុកខ្មែរតានឹងយុវជននៅខាងប៉ូឡូញបងប្អូននៅប៉ូឡូញប្រហែលគ្រួសារទេមកហាត់នៅជាមួយគ្រូសេនមុនថេនបាទអញ្ចឹងបានថាក្បាច់គុណយើងពីមុនមកយើងមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយឥឡូវនេះចាប់ដើមផ្សព្វផ្សាយហើយបាទអញ្ចឹងគឺស្គាល់មកឫសគល់នៃក្បាច់គុណហើយយើងមានចំណុចដែលបង្ហាញនិងមានមោទនភាពសម្រាប់ជាតិយើងគុណខ្មែររបស់យើងគឺប្រាង្គប្រាសាទយើងបានចាក្បាច់គុណនៅនឹងឡោះហើយអ្នកប្រាជ្ញយើងអ្នកស្រាវជ្រាវយើងបានសន្មតថាខ្មែរយើងគឺជាម្ចាស់ក្បាច់គុណនៅអាស៊ីភាគអាគ្នេយ៍នេះអត់មានណាខ្លាំងជាងខ្មែរយើងទេអ្នកជំនាន់ដើមជំនាន់ដូនតាប៉ុបប្រុសរបស់យើងណាបាទអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូមួយនេះបាទ